រាជធានីភ្នំពេញឧបត្ថម្ភបានកាត់ឡើងកាលពីវេលាម៉ោង 10:30 នាទីព្រឹកថ្ងៃទី 15 ខែឧសភាឆ្នាំ 2025 នៅតាមមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតនៅក្នុងភូមិក្បាលរី 1 សង្កាត់កាកាប់ទី 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញប្រជាពលរដ្ឋបាននិយាយថានៅមុនពេលកាត់ហេតុពួកគាត់បានឃើញស្ត្រីរូបនោះបើកបររថយន្តមួយគ្រឿងម៉ាក Toyota ព្រំពណ៌សពាក់ស្លាកលេខភ្នំពេញ 2BD 2132 ធ្វើដំណើរក្នុងតាមមហាវិថីសហព័ន្ធរុស្ស៊ីទីដៅពីកាតាលិកខណៈពេលទៅដល់ត្រង់ចំណុចកាត់ហេតុបានបុកចំកាំងមុខរថយន្តមួយគ្រឿងទៀតម៉ាក Lexus CX 300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AN 1292 មួយគ្រឿងទៀតកំពុងឆ្លងផ្លូវក្នុងទីដៅពីជើងទៅត្បូងបណ្ដាលឲ្យរងការខូចខាតរួចបើករថគេចខ្លួនប្រជាពលរដ្ឋបាននិយាយបន្តទៀតថាពេលនោះស្ត្រីដែលជាអ្នកបើករថយន្តម៉ាក Lexus CX 300 និងអ្នកដំណើរតាមផ្លូវបាននាំគ្នាដេញតាមខាត់ប៉ុន្តែស្ត្រីរូបនោះមិនព្រមឈប់រថយន្តនោះឡើយនិងបានបើករថបញ្ច្រាស់ទីដែលចរាចរណ៍តាមផ្លូវលេខ 2011 លុះទៅដល់ត្រង់ចំណុចមុខបរិយអល់គីដេសង្កាត់ក្រាំងធ្នងខណ្ឌសែនសុខបានជ្រុលទៅបុកបង្គោលស្លាកលេខកំណត់ល្បឿនផ្លូវបាក់មួយដើមហើយរថយន្តនៅតែលឿនទៅមុខរួចបុកម៉ូតូសណ្ដោងរមាប់ដិតទឹកសុទ្ធនិងកាហ្វេមួយគ្រឿងទៀតបណ្ដាលឲ្យក្មេងស្រីអាយុ 14 ឆ្នាំម្នាក់រងរបួសធ្ងន់រថយន្តព្រោះនោះបានរងការខូចខាតខ្ទេចមុខយ៉ាងដំណំប៉ុន្តែស្ត្រីខាងលើនៅតែព្យាយាមបើករថទៅមុខហើយបានចម្ដាយ100ម៉ែត្រទៀតទើបឈប់រួចបើកទ្វារចុះយួរកូនកាបោបមួយរត់គេចខ្លួនហើយគាត់បាននិយាយថាអត់មានលុយដោះស្រាយគាត់ទៅរកលុយយកមកដោះស្រាយក្រោយពេលកាត់ហេតុកូនរបស់ស្ត្រីអ្នកបើកបររថយន្តព្រោះនេះបាននាំគ្នាធ្វើដំណើរទៅកាន់កន្លែងកាត់ហេតុដើម្បីដោះស្រាយជាមួយភាគីរងគ្រោះទាំងអស់ហើយនិយាយថាម្ដាយខ្លួនមានជំងឺសរសៃប្រសាទហើយផឹកស្រាទៀតក្រោយពីផឹកស្រាស្រវឹងក៏បានរករឿងឆ្លោះនឹងជាកូនបន្ទាប់មកក៏បានយករថយន្តម៉ាក Toyota ព្រោះមួយគ្រឿងខាងលើចេញពីផ្ទះហើយក្រោយមកក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្ដងព័ត៌មានខាងលើខ្ញុំបានដកស្រង់ចេញពីទំព័រកាសែតកោះសន្តិភាពសូមអរគុណ